ព្រោះធម្មជាតិនេះត្រង់នៅសភាវៈស្អាតហើយយើងគ្រប់គ្នាកំពុងតែធ្វើនៅសភាវៈស្អាតគឺយើងធ្វើបុណ្យព្រោះកាលដែលប្របាទស្រីវេស្សន្តរលោកបរិច្ចាគទានរហូតដល់ត្រូវរិះបណ្ដេញចេញពីព្រះនគរទៅនៅនឹងភ្នំគិរីវង្គតនោះក៏ធម្មជាតិអំណោយផលអញ្ចឹងចំពោះព្រះអង្គដែរសត្វកាចបែរជាមិនកាចមិនមានខ្យល់អាក្រក់ផ្លែដែលមិនផ្កាមិនដើមឈើដែលមិនផ្លែមិនផ្កាទៅជាមានផ្លែនិងផ្កាដើម្បីអនុគ្រោះដល់ការបំពេញនៅសេចក្តីជ្រះថ្លាក្នុងសម្មាសម្ពុទ្ធញ្ញាណដែលព្រះអង្គកំពុងតែបំពេញឥឡូវនេះយើងជ្រះថ្លាចំពោះសម្មាសម្ពុទ្ធញ្ញាណហើយយើងបានធ្វើបុណ្យអញ្ចឹងមកទៅគេឆ្ងល់ទៅសួរទៀតដែរថាមិនក៏មិននាំគ្នាបប្រតិបត្តិទៅឆាប់បានព្រះឆាប់បានតន់ព្រះអាត្មានឹកឃើញថាសេចក្តីបប្រតិបត្តិនេះមនុស្សធ្វើបានដោយក្រ